បាទជំរាបសួរបងប្អូនចង់ធ្វើវីដេអូដែលដាក់អក្សរពីក្រោយបែបនេះដោយវីដេអូនេះកំពុងតែល្បីនៅលើ social media ហើយខ្ញុំនឹងបង្ហាញដោយប្រើប្រាស់ជាមួយនឹងកម្មវិធី TikTok ផ្ទាល់ព្រោះវាងាយស្រួលជាងប្រើប្រាស់កម្មវិធី CapCut ចឹងជំនាញដំបូងយើងបើកកម្មវិធី TikTok មកបន្ទាប់មកចុច upload វីដេអូបញ្ចូលហើយជ្រើសរើសវីដេអូបន្ទាប់មកចុច next ហើយជើយកសញ្ញា edit បាទដោយសារតែក្នុង TikTok អត់មាន copy វីដេអូទេអញ្ចឹងយើងតម្រូវយើងចុចសញ្ញាបូកម្ដងទៀតបន្ទាប់មក select យកវីដេអូដដែលហើយចុច confirm មករួច select យកវីដេអូដែលយើងទៅបន្ថែមមិញបន្ទាប់មកចុច overlay ហើយបន្ទាប់មកយើងរកពាក្យថា cut out ដើម្បី remove background ចេញហើយយើងជ្រើស auto cut out នេះអញ្ចឹងកន្លែងនេះវា copy ក្នុង CapCut ដែលក្នុង CapCut វាតម្រូវឲ្យយើងមាន Pro ឬក៏យើងបង់ប្រាក់បានយើងអាចប្រើ auto remove បានអញ្ចឹងបន្តមកទៀតយើងជ្រើសរើសពាក្យ text បន្ទាប់មកយើងវាយអក្សរចូលដោយខ្ញុំវាយពាក្យថាសួស្តីមិត្តភ័ក្តិនៅពេលដែលយើងវាយបញ្ចូលអក្សររួចហើយយើងអាចព្រិចព្រមតាមអ្វីដែលយើងចង់បានអញ្ចឹងខ្ញុំសេរីដាក់ពីលើក្បាលនៅវីដេអូនេះតោះមកខ្ញុំសម្រួលឲ្យវាត្រង់ហើយខ្ញុំចង់ធ្វើការ edit style ដែលគ្រាន់តែចុចកន្លែង edit ហ្នឹងមកបន្ទាប់មកជ្រើសរើស font style ដែលយើងចង់បានណាអញ្ចឹងខ្ញុំជ្រើសយក font Vaisa View នេះហើយបន្ទាប់មកទាញអក្សរសួស្តីមិត្តភក្តិនេះឲ្យស្មើជាមួយនឹងវីដេអូរបស់យើងដោយឃើញរៀងទូបន្តិចខ្ញុំសូមបរិច្បន្ថែមទៀតបន្ទាប់មកយើងជ្រើសយកពាក្យ layer ហើយទាញ overlay វីដេអូនេះឡើងទៅលើ text នោះ text នឹងទៅក្រោយវីដេអូរបស់យើងអញ្ចឹងកន្លែងនេះយើងអាចទាញយកអក្សរដាក់នៅពីក្រោយរូបភាពដែលយើងចង់ដាក់នៅពីក្រោយហ្នឹងទៅហើយខ្ញុំសូមសេរីប៉ុណ្ណឹងអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទសូម